សម្ពោធហាងចំបៃខ្មៅកាហ្វេណាចំបៃកាហ្វេបាទចំបៃកាហ្វេនេះជាហាងទីប្រហែលនេះហាងទី1បងហាងទី1របស់ខ្ញុំហើយប្រហែលជាឆាប់នេះខ្ញុំមានកម្រងបើកហាងទី2ដែរនៅខាងសៀមរាបពេលដែលចំបៃខ្មៅបើកហាងកាហ្វេនោះបាទហើយចំបៃខ្មៅស្របពេលចំបៃខ្មៅចេះច្បាប់យើងច្បាប់ដែរដល់ពេលបងប្អូនប្រជាពលរដ្ឋចង់ពឹងពាក់ក៏ដូចជាមកពឹងពាក់ចំបៃខ្មៅពិភាក្សាក៏ដូចជាសិក្សាផ្លូវច្បាប់តើចំបៃខ្មៅសម្រាប់ខ្ញុំគឺជាអាជីវករបច្ចុប្បន្នមិនមែនជាអ្នកច្បាប់ទៀតទេប៉ុន្តែបើសិនជាគាត់មានសំណួរតាក់ទងជាមួយនឹងរឿងច្បាប់ចង់សួរខ្ញុំរីចំណេញអត់មានជាបញ្ហាប៉ុន្តែបើសិនជាសួរមកខ្ញុំថាពឹងពាក់ក្នុងនាមជាមេធាវីខ្ញុំមិនមែនជាមេធាវីអញ្ចឹងខ្ញុំសូមបញ្ជាក់ប្រាប់ថាខ្ញុំមិនមែនជាមេធាវីនោះទេហើយខ្ញុំចង់ប្រាប់បញ្ជាក់ឲ្យកាន់តែច្បាស់ថាក្នុងការប្រឹក្សាច្បាប់ឬក៏ផ្ដល់យោបល់ខ្ញុំអត់ធ្វើទេប៉ុន្តែបើសិនជាមានសំណួរតាក់ទងនឹងច្បាប់ចង់សួរខ្ញុំឆ្លើយពុករបស់រ៉ូស៊ីមានច្រើនហេតុអីយើងមកចាប់អាជីពជាអ្នកលក់កាហ្វេក៏ដូចចៃដនមិត្តភក្តិខ្ញុំគាត់បើកកាហ្វេមួយឈ្មោះម៉ាដាមកាហ្វេក្រោយមកគាត់មានក្រុមហ៊ុនដេករបស់គាត់ដែរដល់ពេលខ្ញុំទៅញ៉ាំកាហ្វេកន្លែងគាត់មិនថាមិត្តភក្តិយើងចិត្តតែសរសើរលើកទឹកចិត្តទេអរទៅញ៉ាំកាហ្វេកន្លែងគាត់ឆ្ងាញ់ដល់ពេលឆ្ងាញ់ខ្ញុំថាម៉ាដាមបើកកាហ្វេមួយទៀតខ្ញុំសុំចូលតែ 20% ឯងដល់រួចទៅគាត់ថាអត់ទេចំបៃដោយសារខ្ញុំត្រូវបរិយារោងចក្រត្រូវអីចេះ1 2 3 4អញ្ចឹងទៅចំបៃអាចបើកទៅនៅហាងកាហ្វេទូទៅគេមានតែហាងកាហ្វេសម្រាប់ញ៉ាំកាហ្វេហើយមាននំអីតិចតួចអញ្ចឹងទេតែសម្រាប់ហាងខ្ញុំពិសេសគឺយើងមនុស្សពិសេសស្រាប់អញ្ចឹងណាខ្ញុំមានទូដាក់ទូគ្រឿងអលង្ការនៅទីនេះតិចទៀតនឹងមានមាសហើយនឹងពេជ្រសម្រាប់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាកំងបានសិតតែគ្រឿងពេជ្រគ្រឿងមាសដែលបងចេះពេជ្រខ្មៅដាក់តាំងនៅហាងកាហ្វេរបស់គាត់នៅហាងកាហ្វេចំបៃខ្មៅណាបងប្អូនទាំងអស់គ្នាបាទនេះបាទកាហ្វេចំបៃអានេះមាសបងប្អូនហើយនេះបានតលឹងអានេះមកតឡងកន្លែងបងប្អូនទាំងអស់គ្នាដែលមានបំណងចង់បើកកាហ្វេខ្ញុំសូមណែនាំឲ្យស្គាល់ជាមួយនឹងបងប្រុសដែលគាត់មានម៉ាស៊ីនលីងកាហ្វេខ្នាតធំហើយគាត់ផ្គត់ផ្គង់កាហ្វេបានច្រើនហាងបច្ចុប្បន្នហ្នឹងបងប្អូនចាប់អារម្មណ៍ចង់បើកហាងកាហ្វេប៉ុន្តែអត់ដឹងថាចាប់ផ្ដើមពីចំណុចណាអញ្ចឹងបងប្អូនអាចតាក់ទងមកខាងពួកយើងបានពួកយើងមានប្រឹក្សាយោបល់តាំងពីដេក័រតាំងពីរសជាតិកាហ្វេហើយយើងអាចដាក់ទីតាមទីតាំងឲ្យអតិថិជនទៀតតម្រូវឲ្យអតិថិជនគាត់ចង់បានរសជាតិបែបមិនខ្លួនឯងហើយយើងនឹងលីងកាហ្វេតាមតំបន់នឹងតែម្ដងយើងចុះសិក្សាតាមទីតាំងជូនតែម្ដងនិយាយហើយសម្រាប់ហើយតែចង់បានស្បែកមុខតឹងណែនសមករលោងក្មេងជាងវ័យមែនទេសេរ៉ុមយិនសិនកុំតិចមាស 24K អាចជួយលោកអ្នកបានព្យាបាលរកបញ្ហាស្នាមខ្មៅស្នាមអាចរុយស្នាមជួមស្នាមដបៅដោយសារការកើតមុនបានយ៉ាងឆាប់រហ័សជួយកាត់បន្ថយស្នាមជួយឲ្យលាបឡេឆាប់ចូលបានល្អនិងបង្កើនគុណភាពទ្វេគុណជួយបន្ទឹកស្បែកមុខឲ្យក្មេងជាងវ័យធ្វើឲ្យស្បែកមុខភ្លឺថ្លាមានសំណើមចេញពីខាងក្នុងប្រើមួយថ្ងៃ2ដងប្រើម្ដងល្ងាចម្ដងហើយបើបានប្រើជាឈុតបែបនេះទៀតរឹតតែទទួលបានប្រសិទ្ធភាពកាន់តែលឿនប្រើត្រូវបានស្អាតប្រើមិនត្រូវទៅនីដូលវិញគ្រប់ចំនួនជួចំបៃខ្មៅជួយសួរបងបាទបាច់គ្នាយូរក៏នឹកដែរអរគុណបងអរគុណនឹកដែរជំនាញដំបូងសួរសុកទុកសិនសុកសប្បាយបាទសុកសប្បាយខ្លាំងមែនតើបាទខ្ញុំមកឃើញថាអ្នករបាំក៏ដូចជាភ្លេងខ្មែរមកលេងនៅទីតាំងហាងបងតើជាកម្មវិធីអ្វីដែរខ្ញុំកម្មវិធីសម្ពោធហាងកាហ្វេថ្មីព្រោះយើងទៅបើកមុខរបរថ្មីបើកហាងកាហ្វេថ្មីអញ្ចឹងយើងហៅអញ្ជើញពួកគាត់ដើម្បីជាកិច្ចមង្គលដែរព្រោះយើងក្នុងនាមយើងជាខ្មែរយើងមានវប្បធម៌អរិយធម៌អញ្ចឹងយើងផ្ដោតខ្លាំងទៅលើរឿងតកតជាមួយនឹងសិល្បៈផងកាហ្វេផងអញ្ចឹងឲ្យវាគេហៅថាយើងដើរទៅទន្ទឹមគ្នាបាទថ្ងៃនេះខ្ញុំមកដល់ឃើញហាងបងចំបៃខ្មៅគឺមានការលេងភ្លេងខ្មែរក៏ដូចជាអ្នករបាំមកហាងគាត់ហើយក៏បានចូលមកសាកសួរគាត់ខ្លះទៅតែឥឡូវដឹងហើយខ្លះហើយថាគាត់នៅថ្ងៃនេះថ្ងៃទី3ថ្ងៃ3ខែ4ឆ្នាំ2025គឺមានការបើកសម្ពោធហាងចំបៃខ្មៅកាហ្វេណាចំបៃកាហ្វេបាទចំបៃកាហ្វេនេះជាហាងទីប្រហែលនេះហាងទី1បងហាងទី1របស់ខ្ញុំហើយប្រហែលជាឆាប់នេះខ្ញុំមានកម្រងបើកហាងទី2ដែរនៅខាងសៀមរាបហើយបន្តទៀតអញ្ចឹងណាចូលអញ្ចឹងតម្រងយើងមិនថាបើកហាងមួយទេនៅបើកជាបន្តនៅតាមខេត្តរាជធានីភ្នំពេញហ្នឹងហើយដោយសារអានេះគាត់ថាយើងបោះទីតាំងនៅនេះជាទីតាំងគោលរបស់យើងនៅក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីក្នុងការបោះជំហានទៅអាជីវកម្មទៅលើហាងកាហ្វេបាទទីតាំងនៅណាអាចបញ្ជាក់បានទីតាំងរបស់ខ្ញុំនៅជិតអាយកាអមសាលាដំបងរាជធានីភ្នំពេញហើយក៏ដូចជាមហាអាយកាអមសាលាអូតូដែលមានទីតាំងនៅខាងផ្លូវ OCIC បើស្អីយើងជិះមកពីខាងកំពង់មូលនឹងមច្ឆាមកជិះមកត្រង់មករហូតមកមានផ្លូវមួយបាត់ស្ដាំយើងបាត់ស្ដាំមកឃើញតឡាការហ្នឹងអញ្ចឹងមូលហេតុអីបានយើងមកសម្រេចចិត្តបើកហាងកាហ្វេនៅចិត្តតារាដំបងរាជធានីភ្នំពេញនេះដោយសារម្ដុំនេះយើងខ្ញុំអានេះខ្ញុំផ្ទាល់ហ្មងខ្ញុំឃើញថាវាមានសក្តានុពលទី1គឺដោយសារ
mà chua nâng món cứ admin toàn min hàng cà phê nào mỗi đã ai ao giờ nhiều rồi có một tray đi ska rồi có nè đại quạt bằng pin cangงี้nó quạt ai min cả lại sầm đập cùi min mà sân để che rồi có việc tha quạt ai cùi về phía sai này bàn này chẳng nhom cái tha ti tangนี่คือti tang cô bao nhóm đại không nhom chia nè bắp mà rụp đá hai có chi min tha nè đại thọp minปัญหาแต่ต้องหึงเคยบắpเซ็งchẳng tới min tha nhom aiตลอดมาเป็นบ้านให้nhom có xong chia ti tang mỗi đại là cái hai tha ai bắt đầu nơi sạc hay tiếp làm bây phải chạy tha đua cái này nó dương ngược cái này nè bà hay dùng đua mua tiết đại mà ha chôn đại trong xua tới ở trong bay khmai pe đại trong bay khmai bằng hàng cà phê nụ bà hay trong bay khmai sau bay trong bay khmai che chập bắp người chập bắp đài đập pe bom ôm chi po rót trong băng pẹ cái đôi chia mọc băng pẹ trong bay khmaiไปพิซซ่าก็ดูจีสับซ่าไปฉบับเตอร์จะไปมาสมัยย่อมคือจีอาชีพก่อปัจจุบันแมนจีเนี่ยฉบับตีเร่ปนใต้บาสันจีกวาดมีสำนวนแต่ต้องจมูกนังหึงฉบับจังซัวย่อมเรียจีในอันมีจีปัญหาปนใต้บาสันจีซัวมันย่อมท่าเปิงแปะขนมนิ่มจีเมทวีย่อมมันแมนจีเมทวีจังย่อมสมบัติเจียแผบท่าย่อมมันแมนจีเมทวีนุเต้หายย่อมจังปรับไปเจียกันแต่ฉบับท่าขนมกาปรึกษาฉบับหรือก่อปดอลอยู่บอลย่อมอัดเฟอร์เต้ปนใต้บาสันจีมีสำนวนแต่ต้องหนึ่งฉบับจังซัวย่อมชลายbà sân chỉ xua chi sầm nua ta bà sân chỉ ai chi bực xa tha hưởng năng thuaไม่เกิดมีในta bà sân chỉเลือกchiสำนวนซะถ้าซัวแต่ต้องจะแบบcái đóใช่แบบแน่ก็แบบแบบแน่เลยแบบchiสำนวนเรียนในโครงการฉลายhaiการฉลายสำนวนบ่ยมนี้ยมฉลายโครงเรียนจีอาชีพก็มันแมนฉลายโครงเรียนเนี่ยจะแบบแล้วยังบางhàng cà phê muaให้โกงน้องเยอะหนึ่งบางhàng cà phêบต่อติดยังบต่อมุกยังลวกแบรนด์ชายตลอดพวกไม้บางพวกไหนกองตลอดจะไปมาได้หรืออดสำหรับยมอามีกลุ่มโรงลวกแบรนด์ชายเตะปนใต้ยมมีกลุ่มโรงมวยบ่าวสันจีอุตหะทานยมจังบางในข้างบัตรบองหรือกับข้างซิมเรียบหรือกับข้างตามขัดเซ็งมีในท่าเนี่ยได้กวดเนยจีมาจ่าสกเนยตีนุกตัวมีนต้นละหมอมได้สหการขี้บ้านอุตหะทาบายกาแฟใบเมินดาราจ่อจังยมมาเหมือนปรามปวันกวดมาเหมือนปรามปวันจังมีใน50%มาเนี่ยในโครงการใบอาชีพกรรมนั้นยมบ่เตยขางกวดดัชมูบ่ยมแต่ได้จังปนใต้กวดคือจีเนี่ยมือเนยตีนุกตัวแต่มาดองมีในท่าบาเซนจียมลุแบรนด์ชายกวดยมอาฉันได้มาบ้านนี่ปนใต้ยมมาจังเพื่อเอาแบรนด์มุ้ยหรือกับชมูบ่ยมมุ้ยบาเซนจียมดูเตยกวดมันใส่ทนได้จังยมมาจังเอายมกอบปรังกวดก็เปร่งมีในทางการรอซีสหการคณีขนมกับบางแบรนด์บางกาแฟมุ้ยมีในทางกวดมีนต้นหรือหมอมก็กวดบางบ้านมันจำบัดบ่อติงแบรนด์ชายให้ยืงเตอแกให้ทางยอต่อลุยปีกวดมาให้ยืงบ่ตักแฟกวดให้คือจับจังหวะจังไอ้ปู่ยมจังหรือกาหอซียืงยุ่งไหวหมุยคณียืงจังเคยให้จับทำปันนังให้โดยเฉพาะแต่ตรงจมูกนังห้างกาแฟยมมีนกรมพลเด็กก้าให้ยมมีนกรมพลไม่แน่ยมแม่จะเป็นยักษ์กรมพลเด็กก้ายมมีนประเภทใดจีเนี่ยกรมพลเด็กก้าก็โดยจีเนี่ยกวดมีนโรงจักรกันกาแฟผลิตกรอบกาแฟจังกวดไอ้บ่อยืงบานจังนั้นเนี่ยกาแฟโดยน้องโตมาปีนั้นกวดลิงมากวดน้ำโจปีเบรซิลได้จังเตอร์หนังไอ้กรอบกาแฟข้างเบรซิลมองไอ้สมนัวmua tiệtช่วยรับเขาmua hai đây mà dương một là bao họ xí miên sẽ hai lấy dương mà chặt chip chỉ nè lu cà phê cái đôi chạy đònมันแพงย้อมกวดใบกาแฟมุ้ยมัวหอมาดามกาแฟข่อยมากวดมินกระมนเด็กกวดบักกวดได้แต่เป็นยมแต่ยำกาแฟหลายกวดแม้ถ้ามันแพงยังจะแต่ซาเลยจะได้อะไรแต่ยำกาแฟหลายกวดช่างแต่เป็นช่างยมไทยมาดามบักกาแฟมุ้ยเตี้ยด้วยยมซ้ำโจลแต่มาไพ่เพียเลยดาวหวยตัวกระทาได้จำไปได้ซายมถือปริยงจะถือจะมุ้ยปีใบบุญจังเต้จำไปไอ้บ้าเต้จังยมแต่ศักษาพลังเอาเดี๋ยวไปยมศักษาพลังหมวยควัดกอดผงศักษาพลังทำตาจะรับ10,000แผมไอ้จังนี่แต่เดี๋ยวไปใบจะได้70,000ให้สมดุลมุติยังเคยจำไปขมาเคยพอจะโตหนึ่งถึงปิดเนี่ยตายยังไงจังดังปิดเนี่ยแม่นมาอย่างบอลนี่จำงอบอลnào cứปิดเนี่ยท่าอย่างมิดđại sa nơi hang cà phê tu tới kia miền ta hang cà phê sẹp nhâm cà phê hái miền nông ấy tu chẳng nghề tai sẹp hang nhóm bị xe cứ để dân mình được bị sai sẹp vậy đấy nhóm miền tu đã tu thường ở làng ca nơi tin ní tiệt nâng miền ở mỹ hay nâng bích sẹp ai bông mai bông bông đi cầm bằng bàn chẳng miền này tha ca chập đam chi và cam miền nâng bích bao nhóm cứ đam tranh pi tầm nục chặtแต่ต้องจมูกหนึ่งตู้เครื่องอลังการนี่คือจิการจับประดามอาชีพกรรมมีหนึ่งเป็ดบ่อยมสังคมไทยชนามกร้อยประต่อไปยมบ้านบางสาขาตีมูตีปีกาแฟยมเตยต่อตมุกติดบ้านยมหนังบางห้างลวกเครื่องอลังการมีเป็ดปูยมเชื่อแจ๊ะแท้การลวกมีลวกเป็ดนี้คือประดามจังปีตุ่มหนกจัดจังโดยปกมาบางคนก็เนี่ยเตยติ้งเครื่องอลังการปีห้างจังได้ซากกอดตกจัดห่างจังเป็นข้ากอดอัดปะจำปะใช้ยิมินิท่าเครื่องในห้องห้างนั่นคือสดจังโดยยมในตีนี้ยมมีเครื่องมีเครื่องเป็ดให้นั่ง
ត្បូងធម្មជាតិត្បូងរតនគិរីពួកខ្ញុំមានអ្នកខាងអ្នកឆ្នៃត្បូងហ្នឹងក៏គាត់បោះត្បូងមកឲ្យដែរអញ្ចឹងមានន័យថាជាសេចក្តីផ្ដើមនៅក្នុងការបើកអាជីវកម្មថ្មីដោយយើងដាក់ទូគ្រឿងអលង្ការនៅក្នុងហាងកាហ្វេសិនអញ្ចឹងនៅពេលដែលគ្រឿងអលង្ការនេះអាចដំណើរការជាមួយនឹងហាងកាហ្វេបាននឹងចេញរូបរាងហាងមាសពេជ្រចំបៃឬក៏ហាងគ្រឿងអលង្ការចំបៃតែម្ដង នេះមិនត្រឹមថាបើកហាងកាហ្វេ មានន័យថាយើងផ្ដោតគោលដៅច្បាស់បើសិនជាខ្ញុំអត់មានគោលដៅទេខ្ញុំអត់ធ្វើទេប៉ុន្តែនៅពេលដែលខ្ញុំមានគោលដៅខ្ញុំគិតថាការចាប់ផ្ដើមអាជីវកម្មមួយដែលផ្ដើមចេញពីមាសមហុនម៉ាលីនេះហើយគឺជាចំណុចចាប់ផ្ដើមរបស់អ្នកលក់មាសលក់ពេជ្រនៅក្នុងទូទាំងប្រទេសខ្មែរតែម្ដងពួកយើងមិនបាច់ចាំតមានលុយលានដុល្លារទៅយើងអាចគិតថាយើងបើកបានទេប៉ុន្តែនៅពេលដែលយើងផ្ដល់ទំនុកចិត្តមានន័យថាការទិញមាសមហុនឬក៏ម៉ាលីពីហាងចំបៃទៅគឺពួកគាត់ការចេញពីការទុកចិត្ត មូលហេតុអីបានសម្រេចចិត្តថាដាក់គ្រឿងពេជ្រគ្រឿងនៅហាងកាហ្វេក្នុងហាងកាហ្វេ ដោយសារគាត់ថាបើសិនជាមកញ៉ាំកាហ្វេថាមកញ៉ាំកាហ្វេធម្មតាគាត់អង្គុយទៅគាត់អាចចុចទូរស័ព្ទចុចអីតែបើសិនជាយើងមានគ្រឿងអលង្ការមានន័យថាជាចំណុចមួយដែលគាត់អាចរកលុយបានពេលដែលយើងរកលុយបានណាយើងត្រូវសន្សំអញ្ចឹងអាការសន្សំនេះมันបាច់ចាំតយើងទៅសន្សំដាក់ចូលក្នុងកូនជ្រូកទេប៉ុន្តែយើងមានសន្សំជាមាស សិតតែគ្រឿងពេជ្រគ្រឿងមាសដែលបងជ័យពេជ្រខ្មៅដាក់តាំងនៅហាងកាហ្វេរបស់គាត់នៅហាងកាហ្វេចំបៃខ្មៅណាបងប្អូនទាំងអស់គ្នាបាទនេះបាទកាហ្វេចំបៃនេះអានេះមាសបាទបងប្អូនហើយនេះបានតឡឹង អានេះមកតឡឹងកន្លះតាក់តងជាមួយនឹងមាសទ្រាំបានមកតឡឹងកន្លះបែបនេះវាកើតចេញពីមាសទូចបែបនេះមានន័យថាវាកើតឡើងពីមហុនម៉ាលីអញ្ចឹងខ្ញុំចង់ប្រាប់ថាការដែលខ្ញុំមានមាសមានពេជ្រពាក់វាកើតចេញពីការសន្សំមិនមែនកើតចេញពីការដែលអ្នកមានអ្នកខ្លះក៏សង្ស័យអញ្ចឹងម្នាក់ហ្នឹងរកស៊ីឲ្យណាគេដឹងធ្វើអីនេះធ្វើអញ្ចេះធ្វើអញ្ចោះដល់ប៉ុន្តែគាត់ភ្លេចថាចំណុចចាប់ផ្ដើមរបស់ខ្ញុំគឺខ្ញុំផ្ដើមពីអាមហុននេះទៅហ្មងអញ្ចឹងទ្រាំបានយើងបានដល់ធំទ្រាំបានយើងបានធំបើកហាងកាហ្វេបើកអីនេះក៏កើតចេញពីមាសរបស់ខ្ញុំដែរមានន័យថាយើងខ្វះទុនលក់មាសទៅបើកកាហ្វេតែម្ដងហើយបើសិនជាអ្នកទាំងអស់គ្នាទុកចិត្តជឿជាក់លើខ្ញុំគិតថាការចាប់ផ្ដើមជាមួយនឹងការលក់មាសមហុនម៉ាលីនេះវាគឺជាសេចក្តីផ្ដើមដ៏ធំបំផុតសម្រាប់ខ្ញុំដែរ ឥឡូវក្នុងហាងកាហ្វេទៅខ្មៅមានអ្វីខ្លះដែរទៅអត់មានតាក់ទងជាមួយនឹងខ្ញុំផ្ដោតទៅលើកាហ្វេហើយក៏មានភេសជ្ជៈផ្សេងៗដែរហើយនៅក្នុងហាងផ្ទាល់យើងមានជាបន្ទប់ VIP មានន័យថាភ្ញៀវគាត់ដោយសារយើងបោះទីតាំងនៅចិត្តច្បាប់អញ្ចឹងអ្នកច្បាប់គាត់មកគាត់អាចពិភាក្សាគ្នាបាននៅក្រុមហ្នឹងមានបន្ទប់សម្រាប់ឲ្យគាត់ពិភាក្សាសម្រាប់អ្នកមកញ៉ាំធម្មតាគាត់អាចអង្គុយនៅនេះបានអញ្ចឹងហើយនៅនេះខ្ញុំក៏មានតាក់ទងជាមួយនឹងសម្ភារៈដែរតិចទៀតខ្ញុំនឹងដាក់ម៉ាស៊ីន print ដាក់ជាមួយនឹងគ្រឿងដែលគាត់ប្រើប្រាស់តាក់ទងกระดาษអីផ្សេងៗគឺ free ឲ្យគាត់ទាំងអស់ហ្មងធ្វើចោះបងខ្ញុំគ្រាន់តែយកថ្លៃកាហ្វេតែប៉ុណ្្នឹងឯង ហើយមួយទៀតខ្ញុំសួរកាហ្វេរបស់យើងចាប់បានបើកដំណើរការយើងមានកំងតាមរយៈ app ឬក៏ត្រៀមនឹងដាក់ឆាប់ត្រៀមនឹងដាក់បើបច្ចុប្បន្នខ្ញុំអត់បានដាក់អីប៉ុន្តែទីទៀតយើងរៀបហាម 100% គឺយើងដាក់ទៅតែម្ដងបញ្ចូលក្នុង app តែម្ដងចាប់ពីតម្លៃប៉ុន្មានទេកាហ្វេខ្ញុំចាប់ផ្ដើមពីតម្លៃ 6000 រៀលរហូតដល់ 8000 រៀលព្រោះយើងអត់មាននេះទីផ្សារយើងអត់ប៉ុណ្ណឹងបច្ចេកជាមួយអ្នកដទៃទេយើងយល់ឃើញថាយើងលក់ក្នុងតម្លៃប៉ុណ្ណឹងបានគឺយើងលក់ក្នុងតម្លៃប៉ុណ្ណឹងតែម្ដងតែបើសួរថាបងថោកជាងអ្នកដទៃអញ្ចឹងតិចធ្វើឲ្យអ្នកដទៃមានការប៉ុណ្ណឹងបច្ចេកមួយយើងគេអន់ចិត្តមួយយើងអេរឿងរកស៊ីបងរកស៊ីមិនរកស៊ីទៅចំណេញបាយគាត់ថារកស៊ីចំណេញមួយថ្ងៃរកទៅខ្ញុំគិតថាប៉ុណ្ណឹងខ្ញុំចំណេញខ្ញុំ100ទៅវាមិនចឹងការរកស៊ីរបស់យើងក៏ទៅប៉ះពាល់គេត្រូវនិយាយគេរកអីបានខ្ញុំដូចជាអត់ប៉ះពាល់អ្នកណាទេព្រោះកាហ្វេយើងផ្ដោតលើរសជាតិរបស់យើងផ្ទាល់តែម្ដងរសជាតិប្រចាំរបស់យើងផ្ទាល់តែម្ដងបាទអីកុំមុនក៏រសជាតិដែរទីយើងសាកាហ្វេគាត់ទាំងអស់គ្នាបងប្អូននេះទីតាំងកន្លែងកំងកាហ្វេរបស់គាត់គឺនៅទីតាំងយើងបើកទ្វារមកយើងចូលឃើញហាងកាហ្វេមួយក៏ដូចជាកន្លែងកំងរបស់យើងហើយបងប្អូនហើយដូចជាកំងកាហ្វេមួយកែវដែរបាទអូនេះដាក់កូនបាទយើងសាកទាំងអស់គ្នាបងប្អូនបាទហើយទីទៀតបាទអូមាននំនេះបងប្អូនក្រៅពីកាហ្វេមាននំក៏ដូចជាមានភេសជ្ជៈផ្សេងបាទ passion ផាអីចឹងណាបងប្អូនទាំងអស់គ្នាសូមគោរពណែនាំពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកដែលគាត់ចង់បើកអាជីវកម្មកាហ្វេបើសិនជាគាត់ចង់សហការជាមួយខ្ញុំ welcome ជានិច្ចតែបើសិនជាគាត់គិតថាអត់ទេខ្ញុំចង់មាន brand ខ្លួនឯងខ្ញុំសូមណែនាំកាហ្វេដែលឆ្ងាញ់ខ្ញុំយកមកហើយខ្ញុំសូមឲ្យជួបជាមួយនឹងម្ចាស់ដែលគាត់មានគេហៅថារោងចក្រដើម្បីកិនកាហ្វេលីងកាហ្វេឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាស្គាល់ថាខ្ញុំរកស៊ីខ្ញុំអត់មានអាចកំបាំងទេគឺខ្ញុំបើកឲ្យឃើញអញ្ចឹងហ្មងខ្ញុំរកស៊ីលក់កាហ្វេនេះទោះបី brand ខ្ញុំរីកច្រើនប៉ុណ្ណាក៏ដោយតែបើសិនជាមានអ្នកគាត់ចង់បើកអាជីវកម្មកាហ្វេដែរ welcome ជំរាបសួរបង
ដោយសារគាត់មានម៉ាស៊ីនសម្រាប់លីងកាហ្វេហើយកាហ្វេបងប្អូនទាំងអស់គ្នាដែលមានបំណងចង់បើកកាហ្វេខ្ញុំសូមណែនាំឲ្យស្គាល់ជាមួយនឹងបងប្រុសដែលគាត់មានម៉ាស៊ីនលីងកាហ្វេខ្នាតធំហើយគាត់ផ្គត់ផ្គង់កាហ្វេបានច្រើនហាងបច្ចុប្បន្នហ្នឹងអញ្ចឹងបើសិនជាចង់រកស៊ីខាងបើកហាងកាហ្វេចង់បើកជាម្ចាស់ brand ខ្លួនឯង welcome មកអត់ស្គាល់ព្រោះដែលសំខាន់យើងបើកហាងកាហ្វេគឺយើងត្រូវដឹងថាគ្រាប់កាហ្វេយើងមានប្រភពមកពីណាអញ្ចឹងដូចខ្ញុំអត់មានបានលាក់បាំងអីទេអញ្ចឹងឲ្យជួបជាមួយនឹងបងប្រុសមានការផ្គត់ផ្គង់គ្រាប់កាហ្វេខ្ញុំហើយកាហ្វេគាត់មកពីប្រេស៊ីលផ្ទាល់តែម្ដង បងអាចបង្ហាញកាហ្វេបងតែគាត់ចូលមកបានទេ នេះគឺជាឈ្មោះក្រុមហ៊ុនរបស់យើងយើងមានទទួលលីងកាហ្វេជាមួយនឹងការប្រឹក្សាយោបល់ទាំងពីហាងកាហ្វេពីអត់មានអីសោះរហូតដល់ចាប់ដើមបើកដំណើរការដោយហាងចំបៃដែរជាបងប្អូនចាប់អារម្មណ៍ចង់បើកហាងកាហ្វេប៉ុន្តែអត់ដឹងថាចាប់ដើមពីចំណុចណាអញ្ចឹងបងប្អូនអាចតាក់ទងមកខាងពួកយើងបានពួកយើងមានប្រឹក្សាយោបល់តាំងពី décor តាំងពីរសជាតិកាហ្វេហើយយើងអាចដាក់ទីតាមទីតាំងឲ្យអតិថិជនទៀតតម្រូវឲ្យអតិថិជនក៏ចង់បានរសជាតិបែបមិនខ្លួនឯងហើយយើងនឹងលីងកាហ្វេតាមតំបន់នឹងតែម្ដងយើងចុះសិក្សាតាមទីតាំងជូនតែម្ដង ហើយតាក់ទងជាមួយនឹងគ្រាប់កាហ្វេរបស់គាត់ដូចខ្ញុំផ្ទាល់ហ្មងតាក់ទងជាមួយនឹងហាងដែលខ្ញុំបើកនេះគឺខ្ញុំអត់ហត់ទេមានន័យថាបងសិក្សាប្លង់ឲ្យខ្ញុំសិក្សាតាក់ទងជាមួយនឹងម៉ាស៊ីនកាហ្វេគ្រាប់កាហ្វេឲ្យខ្ញុំហើយតាក់ទងជាមួយនឹង recipe គ្រប់បែបយ៉ាងទាំងអស់គឺខ្ញុំគ្រាន់តែបោះទុនទៅទុនវិនិយោគរបស់ខ្ញុំទៅលើគាត់ហ្នឹងគាត់រៀបចំឲ្យខ្ញុំហើយដល់ថ្ងៃខ្ញុំគ្រាន់តែមើលថាដូចគាត់នេះត្រូវធ្វើបែបនេះថែមខ្ញុំ add ថែមតែបន្តិចបន្តួចខ្ញុំចប់មានន័យថាខ្ញុំបានហាងកាហ្វេមកមួយដោយខ្ញុំអត់ព្រួយបារម្ភជាមួយនឹងរសជាតិទេរសជាតិខ្ញុំកំងថាហេខ្ញុំសុំបែបរសជាតិបែបរៀងបែបនេះគាត់សិក្សាមកគាត់ប្រាប់យើងទៀតមានន័យថាតាំងពីការឈានចូលបើសិនជាយើងគិតថាទីតាំងរបស់យើងអាចដាក់កាហ្វេទៅបានហើយតាក់តងរកគ្រាប់កាហ្វេតាក់តងមកហៀមកអញ្ចឹងវាស្រួលមានន័យថាគាត់ចូលទៅគាត់សិក្សាពីតំបន់ហ្នឹងគេចូលចិត្តកាហ្វេបែបណាតាក់តងជាមួយនឹងតម្លៃផ្សេងគាត់ប្រឹក្សាហើយយើងរៀបហាងឲ្យគាត់ហើយសម្ពោធចូលមក អរគុណហើយចុងក្រោយមានអ្វីជូនពរដល់បងប្អូនក្នុងការហាត់ថ្មី ខ្ញុំមិនជូនពរឲ្យរស់ស៊ីមានបានដូចខ្ញុំឬក៏លើសខ្ញុំ អូខេ ពួកខ្ញុំប្រើមកប្របាដៃក៏ទេឥឡូវមានប៉ុណ្្នឹងហើយអញ្ចឹងមានន័យថាចេះហើយខ្ញុំក៏ចង់ផ្ដាំទៅយុវជនដែរបងមកដល់ចំណុចនេះបានអូនឯងក៏អាចធ្វើបានដូចបងដែរតែកុំដូចបងពេកឲ្យលើសបងមកអស់មួយទៀតគោលដៅបន្ទាប់របស់ខ្ញុំ Lamborghini បងហេហេបង សញ្ញាមិនដែរ ហើយ និយាយហើយសម្រាប់ហើយទិញ មកសរុបពេលនេះទៅតាំងស្បែកមុខហ្នឹងនឹងទុំទៅលោមុខចឹងហ៎បងនេះផងស្នាមហ្នឹងខ្លាយខាជា20%បងតែគាត់ថាពេលយើងព្រៀបស្រងទៅធ្វើស្បែកមុខយើងហ្នឹងវាមានសំណើម ត្រូវតែមកគេថាមុខឡើងមុខមានសំណាមហើយឡើងទុយហើយឡើងឡើងមិនមិន ហ្នឹងហើយបងស្រាប់ស្រងទីឆ្អិនហ្នឹងខ្ញុំទិញមកពីបងហ្នឹងគឺខ្ញុំប្រើឲ្យទទួលបានផលវិថាវិបត្តិមុនចឹងបងពុកមុនមកខ្ញុំហ្នឹងគឺតាមមុនខាងពេលប្រើស្រងទៅគឺមុនរបស់ខ្ញុំហ្នឹងគឺបាត់ហើយវាថាវាមានស្នាមជាងមុនចឹងបង ចង់បានស្បែកមុខតឹងណែនសមករលោងក្មេងជាងវ័យមែនទេសេរ៉ូមយិនសិនកុបតិចមាស 24K អាចជួយលោកអ្នកបានព្យាបាលរាល់បញ្ហាស្នាមអុចខ្មៅស្នាមអាចរុយស្នាមជួមស្នាមដំបៅដោយសារការកើតមុនបានយ៉ាងឆាប់រហ័សជួយកាត់បន្ថយស្នាមជាជួញជួយឲ្យលាបឡេឆាប់ចូលបានល្អនិងបង្កើនគុណភាពទ្វេគុណជួយបន្ទឹកស្បែកមុខឲ្យក្មេងជាងវ័យធ្វើឲ្យស្បែកមុខភ្លឺថ្លាមានសំណើមចេញពីខាងក្នុងប្រើមួយថ្ងៃ2ដងព្រឹកម្ដងល្ងាចម្ដងហើយបើបានប្រើជាឈុតបែបនេះទៀតរឹតតែទទួលបានប្រសិទ្ធភាពកាន់តែលឿនប្រើត្រូវបានស្អាតប្រើមិនត្រូវធានាដូរលើវិញគ្រប់ចំនួន